take my hand and follow me. Follow you in my fantasy. Something cool, just something sweet. Follow you in my fantasy. I'll be there, you'll be with me. Follow you in my fantasy. A place for me, a place to be. Follow you in my fantasy. សួស្តីអ្នកទាំងអស់គ្នាហ្នឹងហើយវីដេអូមួយនេះគឺខ្ញុំចង់បង្ហាញអ្នកទាំងអស់គ្នាឲ្យបានដឹងពីខេត្តឧត្តរមានជ័យអញ្ចឹងប្រកាសជាមានអ្នកដែលបានដឹងហើយនឹងស្គាល់ច្រើនណាស់ប៉ុន្តែវីដេអូមួយនេះគឺខ្ញុំចង់ធ្វើឲ្យនៅក្នុងខេត្តឧត្តរមានជ័យមានការបង្ហាញពីខេត្តហ្នឹងកាន់តែច្រើនគឺសួននៅក្នុងក្រុងសំរោងដែលនៅហ្នឹងយើងមានបឹងស្នោមានវិមានឯករាជ្យដ៏ធំស្អាតហើយបើនិយាយពីសួនវិញគឺជាសួនដែលធំជាងគេនៅក្នុងស្រុកខ្មែរយើងតាមដែលលើព័ត៌មានគេនិយាយណាចំកណ្ដាលសួនឧត្តរមានជ័យហើយសួននៅក្នុងក្រុងសំរោងខេត្តឧត្តរមានជ័យនេះគឺជាសួនមួយដែលធំហើយស្អាតសួននៅជាប់បឹងស្នោនេះគឺជាដូចអាចនិយាយថាជាបេះដូងនៃខេត្តនេះហ្មងព្រោះកន្លែងនេះវាជាកន្លែងដ៏ស្រស់ស្អាតហើយជាប្រចាំកន្លែងប្រចាំនៅក្នុងក្រុងយើងអាចមានទឹកមានសួនដ៏ធំហើយជាពិសេសខាងក្រោយខ្នងខ្ញុំនេះជាអក្សរមួយដែលចង់បញ្ជាក់ថា I love ឧត្តរមានជ័យខ្ញុំស្រឡាញ់ឧត្តរមានជ័យមិញខ្ញុំបង្ហាញពីកន្លែងឧត្តរមានជ័យខ្ញុំស្លាញ់ឧត្តរមានជ័យហើយនៅក្នុងសួនដែលធំខ្ញុំប្រាប់ហ្នឹងគឺកន្លែងនេះក៏ជាកន្លែងមួយដែលស្អាតដែរកន្លែងនេះជាកន្លែងឲ្យចំណីត្រីហើយត្រីនេះនៅខាងក្នុងហ្នឹងគឺច្រើនត្រីប្រាធំធំអូខេហ្នឹងហើយអ្នកនរគ្នាឥឡូវនេះនៅនេះជាលបងដែលគេទៅតែសាងសង់នៅជុំវិញបឹងស្នោអញ្ចឹងទោះជាពេលយប់ក៏នៅនេះអត់ល្ងិតដែរហើយជាពិសេសស្មានេះគឺសុទ្ធតែអ្នកដែលនៅក្នុងក្រុងសំរោងនេះគាត់ដែរហាត់ប្រាណជុំវិញហ្នឹងហើយបើនិយាយពីសម្រស់វិញពេលដែលសាងសង់លបងនេះជុំវិញបឹងស្នោហើយគឺកាន់តែស្អាតហើយអត់និយាយទៅអត់ល្ងិតយើងអាចមកអង្គុយលេងជុំវិញហ្នឹងហើយមានអារម្មណ៍ថាមិនអ៊ូអរពេកហើយក៏មិនស្ងាត់ពេកដែរធ្វើត្បិតតែឥឡូវស្ថានភាពកូវីដយើងអាចមានបឹងដ៏ធំហើយសួនដ៏ធំបែបហ្នឹងវាជាការល្អដែលយើងអាចមក relax បានដោយមិនបាច់ផ្ដុំគ្នានឹងកន្លែងទាំងអស់ហ្នឹងគឺជាកន្លែងដែលយើងអាចដើរហាត់ប្រាណបានណាព្រោះអីវាជុំវិញបឹងហ្នឹងគឺគេហៅថាបឹងស្នោអញ្ចឹងល្ងាចឡើងយើងអាចដើរហាត់ប្រាណមកជុំបឹងហ្នឹងល្មមមកសុខភាពយើងល្អហ្មងហើយមិនត្រឹមតែប៉ុណ្្នឹងឯងល្ងាចឡើងគឺល្ងិតតិចជុំវិញបឹងហ្នឹងគឺអត់ល្ងិតទេដោយសារតែក្នុងសួនឬក៏ជុំវិញបឹងគេមានអំពូលភ្លឺឲ្យជាសម្រស់ដល់សួនឬក៏បឹងស្នោហ្នឹងណាអញ្ចឹងយើងអាចដើរហាត់ប្រាណបានល្ងាចឡើងហ្នឹងហើយឥឡូវនេះម៉ោង 6:10 នាទីអញ្ចឹងសួនដែលខ្ញុំបានបង្ហាញពីល្ងាចហ្នឹងគេចាប់តាមបើកភ្លើងហើយដូចជាលបងនេះអញ្ចឹងគេចាប់តាមបើកភ្លើងហើយស្មាននេះគឺអារម្មណ៍កាន់តែល្អដោយសារតែព្រះអាទិត្យលិចយើងកាន់តែត្រជាក់ជាងមុនហើយចូលរួមជាមួយនឹងខ្យល់ដែលយើងនៅជិតមាត់ទឹកនេះកាន់តែត្រជាក់អញ្ចឹងល្ងាចឡើងស្មាននេះគឺកាន់តែគួរឲ្យចង់អង្គុយលេងមែនតើនៅក្នុងសួននៅឧត្តរមានជ័យក្រុងសំរោងនេះ Follow
មូលហេតុដែលខ្ញុំចង់ធ្វើវីដេអូនេះដោយសារតែទី1ខ្ញុំមកនៅនេះបានរយៈពេលខ្ទង់5ឆ្នាំហើយបើគិតពី2016ដល់ខ្ញុំមកនៅនេះតាំងពីដើមឆ្នាំហើយមួយទៀតខ្ញុំធ្លាប់មកនៅនេះគឺមានអ្នកសួរខ្ញុំថាខ្ញុំធ្វើការនៅណាដល់ពេលដែលខ្ញុំប្រាប់គាត់ថាខ្ញុំធ្វើការនៅខាងខេត្តឧត្តរមានជ័យបែរជាគាត់និយាយថាអូខាងប្រទេសមានជ័យខ្ញុំមានអារម្មណ៍ថាអូហេតុអីក៏ប្រាប់ថាឧត្តរមានជ័យហើយបែរជាគាត់អត់ស្គាល់តែនឹកឃើញប្រទេសមានជ័យវិញអញ្ចឹងគាត់ក៏សួរខ្ញុំប្រាប់បញ្ជាក់ទៀតគាត់បែរសួរខ្ញុំថាឧត្តរមានជ័យនៅខាងណាអញ្ចឹងបានជាខ្ញុំកាន់តែចង់បង្ហាញពីវីដេអូខ្លះៗដែលខ្ញុំអាចធ្វើបានបើសិនជាអ្នកដែលគាត់អត់ទាន់បានស្គាល់ឬក៏គាត់ត្រឹមមកស្គាល់លើឈ្មោះបានឃើញពីទស្សនវិជ្ជានឹងខ្លះដើម្បីឲ្យគាត់បានកាន់ស្គាល់កាន់តែច្បាស់ហ្នឹងហើយបើនិយាយពីការរីកចម្រើននៅក្នុងខេត្តនេះវិញក៏មានអារម្មណ៍ថាឃើញរីកចម្រើនរៀងលឿនដែរព្រោះអីដោយសារតែកាលដែលខ្ញុំទៅមកនៅឬក៏មុនខ្ញុំមកនៅទៀតលើបងដែលគាត់ធ្វើការគាត់ធ្លាប់និយាយប្រាប់ថានៅខេត្តនេះគឺស្ងាត់មែនតើអត់សូវមានអីរីកចម្រើនខ្លាំងអញ្ចឹងណាប៉ុន្តែដល់មកឥឡូវគឺសង្កេតឃើញថាយើងមានកន្លែងកាន់តែស្អាតជាងមុនសូម្បីតែសួនក៏គេលម្អភ្លើងហើយមានកន្លែងបងអង្គុយអីស្អាតគឺកាន់តែគួរឲ្យយើងចង់មកលេងណាហើយបើនិយាយពីរបស់ញ៉ាំហើយនឹងហាងវិញនៅខេត្តនេះឥឡូវក៏សម្បូរគួរសមដែរវាបាត់តែមិនតាន់រីកចម្រើនដោយខេត្តផ្សេងធំប៉ុន្តែគឺបើយើងមកនៅគឺយើងទទួលបានភាពកក់ក្ដៅផងហើយនឹងវាមិនខ្វះខាតអីប្រហែលទេហើយវាស្រួលរស់នៅ